สุดท้ายสักคมตราวันจมูกวิดีโอทำไมเดี๋ยวพยมแค่นี้ก็มาจำเลยจมูกนักเรียนปีแพลตฟอร์มไกโตะโดยสารแต่มาเดียจังกรอยนี่เคยทาแพลตฟอร์มไกโตะนี่พวกกลุ่มโรงบล็อกเชนออนนี่กอดเอาไอ้ AirDrop สำหรับเนี่ยในกอดบ้านโจรวมแคมเปญจะบอกไกโตะนั่งจะเป็นกระทาวิจีเอาการเอาสมัยใส่รอ AirDrop บันไทม์โครงการในเนี่ยคือตัวเลนเทสเน็ตหายังเคยทาAirDrop เลิกมุนเนี่ยในกอดบ้านมอลิงไกโตะนี่บ้านเจริญเชียงเนี่ยในกอดบ้านตัวเลนเทสเน็ตดิดบ้านนี่คือชื่อเรื่องมวยเดออดเฟียเต้แบบเดออดเมียนออดเซอร์มินอยู่ในทัวร์มาเต้ก่อนแต่ยังมันอาจเติมเธอไอเกบ้านแบบโปรโลยดอนนั่นคือชื่อลอยฟรีเนี่ยคือบ้านติดได้จังได้ก่อนเนี่ยคือบ้านลอยฟรีได้จริงกระทาเนี่ยคือไอมาโจรวมบันไทม์ที่เติมแบบนั่งไงยังอดอาจเติมไปจีเกปรับเกบ้านได้จังมีอะไรยังบอดแบนตามกันหลายสะเจ้านั้นนี่คือจีกามาโจรวมแคมเปญในใบบ้านเอากะตัวบ้านแอร์ดรอปบันไทม์แต่เป็นยังไงปะยังไงเฮ้ยสำหรับเนี่ยแต่กดเลนเทสเน็ตหรือก็เลนโน้ตได้เนาะแต่เลนธรรมดาเติมเจ้าไทยนี่คือยังมาสกอร์แต่มาเราว่าแต่ตรงนั้นไกตัวนั้นเฮ้ยแต่ใบโจรวมยมดัดดมนอแต่ใบโจรวมแพลตฟอร์มไกตัวเนี่ยนกขนมวิดีโอดิสคริปชั่นพยมเฮ้ยเนี่ยคือจำบัตรมีนทวิตเตอร์บ่แต่เนี่ยตอนมีนทวิตเตอร์ตัวประกาศคอนทวิตเตอร์มวยเตอร์บ่เฮ้ยฟอลโล่ขึ้นนี่ตัวเป็นมาบ้านยมชมพูทานี่บ่ยมดัดลิงทวิตเตอร์บ่ยมในขนมวิดีโอดิสคริปชั่นเนี่ยคือจอยเตอร์บ่ยังจุfollow គ្នាទៅវិញទៅមកទៅហើយគ្នាយើងដែលគាត់មាន Twitter ហើយគាត់អាចជួយ follow គ្នាទៅបាទអានេះក៏ល្អផងដែរហើយអា Twitter នេះឯងគឺជាបណ្ដុំព័ត៌មានបាទ cryptocurrency ឬអីហ្នឹងគឺអានេះ update លឿនជាងគេណា platform Twitter ហ្នឹងអញ្ចឹងអត់ទាន់មានបង្កើតម្នាក់មួយទៅបាទហើយ follow គ្នាទៅអានេះគឺជា Twitter របស់ខ្ញុំខ្ញុំដាក់នៅក្នុង video description ហើយចូលរួមកាយតុដើម្បី sign up អ្នកគ្នាចុចតាម link ខាងក្រោមរបស់ខ្ញុំទៅអានេះជា link referral របស់ខ្ញុំអ្នកគ្នាគ្រាន់តែចុច sign up ទៅហើយ link វាបាទ connect ទៅជាមួយនឹង Twitter ណាវាឲ្យយើង connect ហើយនៅពេលអ្នកគ្នាបាន connect រាល់អ្នកគ្នាអាចចូលprofile របស់យើងហើយ link wallet address របស់យើងណាវាឲ្យយើង link យើងចូលកន្លែង user នេះទៅសម្រាប់កាយតុនេះផងដែរខ្ញុំ sign up យូរហើយក៏តែខ្ញុំអត់ដែលបានលេងទេបាទហើយសម្រាប់ AirDrop មុនដែលគេចែកក្នុងកាយតុដែលបានច្រើនហ្នឹងក៏ខ្ញុំអត់មានបានដូចគ្នាណាអញ្ចឹងឥឡូវនេះអ្នកគ្នាអាចបើសិនជាបាទអ្នកគ្នាអត់បានលេងអ្នកណែនាំឲ្យលេងហើយខ្ញុំនឹងចាប់ផ្ដើមអាចនឹងលេងរឿយៗបាទហ្នឹងហើយខ្ញុំចុចលើកន្លែងពាក្យ My Wallet នេះណាយើងចុចពាក្យ My Wallet នេះទៅហើយអ្នកគ្នាចុច connect ទៅជាមួយនឹង wallet របស់យើងមានទាំង Ethereum ជាមួយនឹង Solana ណាអ្នកគ្នា connect បានរួចរាល់ហើយអ្នកគ្នាអាចដាក់ email ផងទៅបាទហើយអ្នកគ្នា follow គ្នាទៅណាខ្ញុំមាន6 smart follower តិចទេអូខេឥឡូវនេះយើងមកមើលអំពីអីគេបាទមកមើលអំពីរបៀបលេងរបស់វាអញ្ចឹងបើសិនជាអ្នកគ្នាលេងនេះចូលរួម campaign នេះអានេះសិស្សជាគម្រោងផ្សេងៗនៃគាត់បើក campaign ដូចជាគម្រោង Bless ដែលអ្នកគ្នា farm node ហ្នឹងក៏វាមានបើកដែរបាទ overtake ក៏មានដូចគ្នាបាទ Human Protocol នេះហើយអ្នកគ្នាបានឃើញវាចែករង្វាន់វាប្រាប់យើងបាទវាចែករបៀបម៉េចអញ្ចឹងវាចែកសម្រាប់គម្រោងនេះវាចែក 33k ឬក៏ $30,000 ក្នុងមួយខែសម្រាប់អ្នកដែលគាត់ចុចចូលរួម campaign នេះតិចខ្ញុំប្រាប់ពីវិធីសាស្ត្រក្នុងការចូលរួម campaign ហ្នឹងហើយនេះ to top 100 បាទ 30 day year per ដល់ពេលហ្នឹងវានឹងបើកមើលវាចែកតាមហ្នឹងហើយសម្រាប់ bless ដូចគ្នាអញ្ចឹងអានេះគឺល្អសម្រាប់ influencer ណាអ្នកដែលគាត់ជា YouTuber content creator ដែលគាត់មាន follower ច្រើនឬក៏អ្នកគាត់បង្កើត content នៅក្នុង Twitter ហ្នឹងអានេះក៏ល្អផងសម្រាប់គាត់ផងដែរទីទៀតខ្ញុំប្រាប់អ្នកទូទៅដែលគាត់អាចចូលរួមលេងបានដូចគ្នាបាទសម្រាប់គម្រោង overtake ជាមួយ bless នេះជាឧទាហរណ៍អញ្ចឹងបើសិនជាអ្នកគ្នាចូលរួមហើយអ្នកគ្នាវាចែក airdrop ណាអ្នកគ្នាចូលមកកន្លែងពី airdrop នេះយើងនឹងឃើញថាតើអ្នកគ្នាបាន airdrop កាក់អីគេខ្លះបានចំនួនប្រមាណអ្នកគ្នាឃើញនៅកន្លែងនេះហើយអ្នកគ្នាចុច claim បានណានៅក្នុង platform Yepper នេះតែម្ដងហើយអានេះសម្រាប់កាក់កាយតុទេអានេះអត់ពាក់ព័ន្ធទៅជាមួយ Yepper ទេបាទហើយមួយទៀតគឺ Yepper Fit បាទ Yepper Fit នេះគឺល្អសម្រាប់អ្នកដែលគាត់ចង់បានឧទាហរណ៍ណាឧទាហរណ៍ថាតើអ្នកដែលគាត់បាន credit បានបន្ទុកខ្ពស់បាន Yep ខ្ពស់ហ្នឹងគាត់សរសេរគេខ្លះគាត់សរសេររបៀបមិនខ្លះអ្នកគេបានឃើញបាទសិតតែសងលេទាំងអស់នេះហើយបើសិនជាអ្នកគ្នាអត់សូវចេះពីវិធីសាស្ត្រក្នុងការតាក់ទាញទេបាទអ្នកគ្នាអាចទៅសួរ Chat GPT បានដែលខ្ញុំទៀតមកបង្ហាញអ្នកគ្នាហើយអ្នកគ្នាអាចយកវាទៅ tweet ណាយកវាទៅ tweet អូខេឥឡូវនេះយើងនិយាយពី Yep នេះបន្តិច Yep នេះក៏អ្នកគ្នាអាចឃើញបាទ Yepper top Yepper អ្នកគេខ្លះបាទអានេះ smart follower ឬអីហ្នឹងទៅបាទហ្នឹងហើយអ្នកគ្នាបានមើលអានេះគឺជាអ្នកដែលគាត់ជា top Yepper ហើយចឹងអ្នកគ្នាអាចទៅរៀនបាទរៀនពី technique គាត់ហ្នឹងហើយរៀនពី technique ពួកគាត់បានហ្នឹងហើយអានេះ Yepper leaderboard ក៏វាបង្ហាញអ្នកគ្នាបាទសប្តាហ៍នេះគឺគម្រោងណាខ្លះដែលជាកំពុងដែលត្រូវបានគេ Yep ណាកំពុងតែត្រូវបានគេ subscribe ចែកម្លែកអីហ្នឹងបាទយើងអាចមើលកន្លែងនេះសម្រាប់ pre TGE បាទគឺមានគម្រោង OG គម្រោង Bless បាទ
អានេះ post TGE ហ្នឹងគឺវាមានកាក់រួចរាល់ណាអានេះគឺជាកម្រងដែលមានកាក់រួចរាល់ក៏វាកំពុងតែចែកមាន campaign reward ជាលុយជាកាក់យើងដូចគ្នាណាវានឹងឃើញនេះអានេះជា pre TGE ដូចជាមាន OG បាទ Aurora Onoma Blaze អីជាដើមហើយអានេះគឺជា pre TGE បាទអានេះកាក់អត់ទាន់មានទេបាទអត់ទាន់មានកាក់ទេណាវាបង្ហាញអ្នកគ្នាគម្រោងអានេះក៏អត់ទាន់មានកាក់ទេហើយវាមាន campaign នៅក្នុងកាយតុហ្នឹងយើងឃើញ Blaze កំពុងឡើងដែរខ្ញុំលើកឧទាហរណ៍ឲ្យអ្នកគេបានដឹងអូខេចប់សពគ្រប់ត្រង់កន្លែងហ្នឹងបង្ហាញអ្នកគេត្រួសហ្នឹងហើយកន្លែងនេះគឺជាគម្រោងអូខេឥឡូវនេះយើងអំពីកាយតុ earn ណាយើង focus កន្លែងកាយតុ earn នេះដើម្បីចូលរួមជឿអ្នកគេបានឃើញបាទនេះគឺជាគម្រោង MIMX គម្រោង Blaze គម្រោង Overtake ខ្ញុំលើកឧទាហរណ៍គម្រោង2ឲ្យអ្នកគេបានដឹងគម្រោង Blaze ជឿអ្នកគេបានឃើញវាចែកកាក់ដល់ទៅ 5% នៃកាក់សរុបរបស់ Blaze ហ្នឹងទៅឲ្យអ្នកដែលគាត់បានមកចូលរួម campaign មួយនេះហ្នឹងហើយវា top 500 year per ណាអ្នកគ្នាតង់តែនៅក្នុង leaderboard របស់វាទៅវាឲ្យណាទៅវាឲ្យជឿអ្នកគ្នាដើម្បីចូលរួមBlaze នេះបានអ្នកគ្នាអាចចុច check detail ខ្ញុំសូមចុចលើពាក្យ check detail បន្តិចបាទចុច check detail ទៅវានឹងប្រាប់យើងណាវិធីសាស្ត្រការចូលរួមអូខេយើងមកមើលបន្តិចបាទវិធីសាស្ត្រចូលរួមវានេះគេខ្លះរៀងយឺតបន្តិចអ៊ីនធឺណិតខ្ញុំអូខេកំពុង load ហើយOkay, your leaderboard is live, but Blaze is the world share computer. They give away 500 of កាក់ time ណាកាក់របស់ Blaze នេះគឺឈ្មោះថា time ហ្នឹងហើយ exchangeable Blaze at TGE over the next 2 months បាទ500 for top 500 year per បាទ500 reserve for កៃតុ eco ណាអ្នកដែលគាត់បានចូលរួមអីផ្សេងៗរបស់កៃតុហ្នឹងបាទ 1.5 reward booster for Korean and Chinese year per more detail យើងមើលខាងក្រោមយើងមក find AI analysis text for orange account ណាវានឹងប្រើ AI analyze text បាទវានឹងប្រើ AI ក្នុងការ check មើលនៅពេលដែលយើង text នៅពេលយើង tweet ណា tweet ឲ្យ text កៃតុជាមួយនឹង text Blaze ហើយវានឹងប្រើ AI ដើម្បីពិនិត្យមើលថាតើបាទការចែកម្លេចរបស់យើងនឹងតាក់ទងអីគេខ្លះបាទមាន casual hardcore បាទ how actively your post about the project បាទមាន shit post creator បាទ the type of content you post បាទ copy paste ឬក៏ creative the uniqueness of your content ណាអញ្ចឹងអាកន្លែងនេះគឺវាប្រាប់យើងហើយតើដើម្បីវាចាត់បន្ទុកឲ្យយើងបាទឲ្យយើងនឹងវាឲ្យតាមណាគឺវាប្រើប្រាស់ AI ដើម្បីកណនាមើលបាទតើការ tweet ផងអ្នកគ្នាតាក់ទងនឹង Blaze ជាមួយនឹងកៃតុហ្នឹងវាល្អយ៉ាងណាខ្លះអញ្ចឹងទៅអូខេឥឡូវនេះខ្ញុំមកប្រាប់បាទអញ្ចឹងយើងបានឃើញហើយបាទទី1គឺយើង tweet បាទ tweet នៅក្នុង Twitter នេះហើយ tag Blaze ជាមួយនឹង tag កៃតុហ្នឹងទៅដើម្បីឲ្យវាចាប់ tag យើងបានដើម្បីវាចាប់ tag ហ្នឹងទៅហើយយកមកពណ៌នាហើយទិន្នន័យបាទ content របស់ tweet របស់យើងចឹងអ្នកគ្នាអាចសួរ ChatGPT បាទអានេះខ្ញុំគ្រាន់តែបើកជាឧទាហរណ៍ទេសម្រាប់អ្នកដែលគាត់អត់ទាន់មាន idea ឬក៏អ្នកដែលគាត់ជា content creator ស្រេចគាត់ជាចេះហើយចឹងអ្នកគ្នាមិនបាច់ប្រើ ChatGPT ក៏បានដែរអានេះក្នុងករណីអ្នកដែលគាត់អត់យល់តើយើងគួរ tweet អំពីអីគេចឹងខ្ញុំអាចចឹងខ្ញុំអាចចូល Blaze network បាទចូល Blaze network បាទ blaze.network ហ្នឹងឯងអានេះគឺជា website របស់ Blaze ហើយបើសិនជាអ្នកគ្នាអត់ដឹង website របស់ Blaze អីគេអ្នកគ្នាអាចចូល Twitter ហើយចុចទៅមើលវាណាអូខេនេះខ្ញុំដាក់អញ្ចឹងមកខ្ញុំ copy មកបាទដោយសារតែChatGPT នេះវាអានដំណ URL របស់យើងបានទៀតណាចឹងខ្ញុំគ្រាន់តែចុចអញ្ចឹងទៅបាទចឹងឲ្យវាគិតឲ្យខ្ញុំណាចុចខ្ញុំសុំ save អស់ទៅបាទចាំវា complete ទៅវាកំពុងគណនាហើយដោយសារអ៊ីនធឺណិតខ្ញុំអាច slow ផងក៏វាអត់ load ចេញណាចឹងសម្រាប់អ្នកដែលគាត់អត់ទាន់បានដឹងអំពី Blaze ហ្នឹងអ្នកគ្នាអាចចុច search ទៅហើយឬក៏នេះវាដាក់កៃតុវា tag Blaze ឲ្យយើងអ្នកគ្នាអាចចុចនេះបាទ blaze.network អានេះគឺជា website របស់វាចឹងអ្នកគ្នាអាចដាក់ទៅបាទហើយហ្នឹងហើយនិយាយ ChatGPT ប្រាប់ខ្ញុំណាអូខេហ្នឹងហើយអ្នកគ្នាអាចអានបានណា copy វាមកនេះ thread របស់យើងវា load ឲ្យយើងចេះបាទ here's a police and engaging tweet thread about Blaze network the world first share computer ណាចឹងវាឲ្យ thread ទី1អ្នកគ្នាអាចបាទ copy វាមកចឹងខ្ញុំលើកឧទាហរណ៍ទេបាទខ្ញុំលើកឧទាហរណ៍ខ្ញុំអាច copy កន្លែងនេះបាននេះខ្ញុំ copy ខ្ញុំមកបាទខ្ញុំ copy ហើយខ្ញុំ screenshot ណា screenshot Blaze នេះទៅបាទខ្ញុំ screenshot តិច
ខ្ញុំ screenshot ទៅបាទអានេះយើងប្រើប្រាស់ Google Chrome ណា download extension វាហ្នឹងហើយខ្ញុំប្រាប់ពីទីសាងក៏ចូលរួមអានេះចឹងខ្ញុំចូលដល់ tweet បាទយើង tweet យើងចុចកន្លែងនេះបាទចុចលើពាក្យ post បាទហើយយើងដាក់ Twitter ហ្នឹងទៅបាទ the place ហ្នឹងហើយយើងអាចដាក់អីនេះមកបាទ screenshot របស់ខ្ញុំវិញណាខ្ញុំដាក់មកហើយខ្ញុំអាចដាក់ people នៅក្នុងនេះខ្ញុំដាក់ place network ហ្នឹងឯងហើយជាមួយនឹងកៃតូណាកៃតូ AI ណាខ្ញុំដាក់2អញ្ចឹងទៅបាទហើយខ្ញុំ tag អីគេបាទ place network the place network អានេះខ្ញុំ tag ទេដើម្បីឲ្យ AI ផុសអាកៃតូនឹងចាប់ខ្ញុំបានហើយជាមួយនឹងកៃតូហើយខ្ញុំដាក់ yep អានេះខ្ញុំដាក់ tag ឲ្យអស់ទៅបាទហ្នឹងហើយក្រោយទៀតខ្ញុំអាចចុចចំក្រោមបន្តិចមកហើយខ្ញុំផាសអំបញ្ញវិញបាទហ្នឹងហើយអានេះខ្ញុំជា thread អញ្ចឹងខ្ញុំអាចដាក់ជាចែកគេបាទ1លើបាន1លើ10ណាដោយសារតែ thread ខ្ញុំមាន10តិចទៀតខ្ញុំមកបង្ហាញអ្នកគ្នាយើងធ្វើមិន1លើ10អញ្ចឹងណានេះអញ្ចឹងយើងអាចដាក់ចេះមកណាអានេះយើងមើលទៅរៀងមានស្អាតដែរហ្នឹងហើយនេះជា thread អញ្ចឹងយើងអាចផុសបានណាយើងផុសទៅក្រោយពីយើងផុសហើយបាទយើងផុសឲ្យវាចូលក្នុង profile របស់យើងណាអូខេនៅពេលដែលយើងផុសនេះរាល់ហើយអ្នកគ្រាចុចលើពាក្យកន្លែង comment យើងចូលមក profile របស់យើងចូលមក profile របស់យើងហើយនេះមើលអាផុសរបស់យើងហ្នឹងហើយយើងចូល tweet កន្លែងនេះបាទយើង comment add another post អានេះវារាប់ចូលជា thread ហើយណាវារាប់ចូលជា thread ហើយអញ្ចឹងយើងអាចអានេះ2បាទហ្នឹងហើយអានេះយើងផ្ដល់ជាពណ៌នាអំពីគម្រោង place ហ្នឹងណាយើងចុចផុសទៀតទៅដល់ពេលហ្នឹងវាចូលកន្លែងនេះណាវាចូលកន្លែងនេះណាវាចូលកន្លែងនេះយើងអាច create another post បានទៀតណានេះណាយើងអាច create another post ហើយ another post របស់យើងហ្នឹងគឺនៅក្រៅមកទី2ណានៅក្រៅមកទី2នេះចូលកន្លែង comment ទី2នេះណាយើងផុសមកតង់ទៀតអ្នកគ្នាអាច copy មកបាទ copy ឲ្យគ្រប់10ណា copy ឲ្យគ្រប់10អញ្ចឹងមកអានេះ3លើ10បាទហ្នឹងហើយយើងសេរីតាមហ្នឹងទៅបាទឲ្យស្អាតតាមហ្នឹងទៅណាអញ្ចឹងណានេះ how it work ណាអ្នកគ្នាអាចមកពណ៌នេះអញ្ចឹងបានអូខេតែប៉ុណ្្នឹងអ្នកគ្នាអាចធ្វើអញ្ចឹងរឿយៗបាទមកដល់នេះយើង comment អាទី3ណា comment អាទី3ហើយអ្នកគ្នាយកអាទី4ម្ដងណាទី3យើងធ្វើហើយយើងយកទី4 copy មករហូតដល់ចំនួន10ដល់ចំនួន10អ្នកគ្នាដាក់ referral code អីខ្លួនឯងទៅហើយអ្នកគ្នា tag ឬក៏អីហ្នឹងទៅហើយអានេះជាការចូលរួមហើយបាទអានេះជាការចូលរួមរបស់កាយតូហ្នឹងហើយកុំភ្លេចអា tag bless ជាមួយនឹងកាយតូផងអញ្ចឹងទេវាអត់រាប់បញ្ចូលទេណាចឹងហ្នឹងយើង complete tag កន្លែងនេះផងហើយអ្នកគ្នាអាចមើល engagement របស់យើងបាននៅកន្លែងនេះអ្នកដែលមាន impression បានបាទ engage បានអីបានតាមនេះហើយវាកណនីមួយទៀតបាទក្នុងករណីអ្នកគ្នាអត់ចង់ផុសខ្លួនឯងទេអ្នកគ្នាចង់ engage ដែរអ្នកគ្នាអាចទៅមើលអ្នកដែលគាត់ top yeper ណា perfit បាទអ្នកគ្នាមើលកន្លែង yeper leaderboard នេះណា yeper leaderboard ហើយអ្នកគ្នាចុចលើពាក្យ place ហើយយើងទៅ comment បាទទៅ comment ឬក៏ retweet ណា comment ឬក៏ retweet អញ្ចឹងខ្ញុំយកគម្រោង place នេះបាទយកគម្រោង place នេះទៀតវានឹងឃើញវានឹង load តើអ្នកគេជាអ្នកដែលគាត់បានtweet បានច្រើននេះគេហ្នឹងនៅកន្លែងនេះជឿយើងឃើញពាក្យពួក Amine share មានអីទៅបាទ top 10 yeper ជឿអ្នកគ្នាអាចមកមើលណាគេដែលតំណងបាទទី1អញ្ចឹងទៅបាទអ្នកគ្នាចុចលើមើលគាត់ហើយអ្នកគ្នាទៅ comment ទៅលើអីគេបាទ comment ទៅលើ tweet របស់គាត់បាទទៅលើ tweet របស់គាត់ចេញចូលកន្លែង big winner ហ្នឹងទៅបាទអ្នកគ្នាមើលខាងលើគេហើយយើងស្វែងរក tweet ណាដែលគាត់និយាយអំពី blaze ណាឧទាហរណ៍ដូចជាគម្រោងនេះណាគម្រោងនេះគាត់និយាយពី blaze និយាយពី blaze អញ្ចឹងអ្នកគ្នាអាចមក comment retweet ចុច like អញ្ចឹងទៅដើម្បី interact អ្នកគ្នាអាចមក comment បានណាអ្នកគ្នាអាចមក comment ឬក៏ retweet បាទឬក៏ពេល retweet ហ្នឹងមានពីរប្រភេទបាទ retweet បែប quote ជាមួយនឹង retweet ធម្មតា retweet ធម្មតាហ្នឹងគឺយើងគ្រាន់តែ share ធម្មតាតែបើ retweet បែប quote គឺមានអ្នកគេដាក់ idea របស់អ្នកគេបន្ថែមទៅលើការលើកមករបស់បុគ្គលនេះអ្នកគ្នាអាចដាក់បន្ថែមណាស្ដាប់ទៅដូចញញ៉ៃក៏តែអ្នកគ្នាអាចរៀនបាទសិក្សារៀនពីវារឿយៗណាចូល report ក៏បានឬក៏ quote ក៏បាន quote អ្នកគ្នាអាច quote ទៅហើយ comment បានដូចគ្នាអូខេនេះតើតើនឹងគម្រោង Blaze ហើយសម្រាប់គម្រោងអីមួយទៀតបាទគម្រោងទៀតដូចជាឈ្មោះថាគម្រោង Overtake នេះគាត់សរសេរ detail ឲ្យយើងណា detail ឲ្យយើងបានយ៉ាងល្អអញ្ចឹងអ្នកគ្នាអាចមកអានមកអាន detail របស់គាត់ណាមកអាន detail របស់គាត់ខ្ញុំសូមចុច refresh បន្តិចបាទអានេះគម្រោង Overtake
ហើយគាត់ប្រាប់យើងtweet ណាដែលពួកគាត់ចាប់អារម្មណ៍ហើយ tweet ណាដែលយើងគួរធ្វើណាយើងចុចនេះគាត់ឲ្យយើង detail កន្លែងនេះវាឲ្យ detail ឲ្យយើងហើយចឹងអ្នកគ្នាអាចមកមើលណាមកមើលបានចឹងវាប្រាប់ឲ្យវាចែកកាក់ចំនួនប៉ុន្មានបាទវាចែកកាក់ដល់ទៅ 0.5% ណាទៅឲ្យអ្នកដែលគាត់បានចូលរួមហ្នឹងដើម្បីចូលរួមណាយើងត្រូវ visit Kaito Earn ហើយ link Twitter account របស់យើងឲ្យរួចរាល់ start yapping about tech over tech មួយ tech ណាអ្នកគេអាច share ជា idea បាទ smart follower បាទហ្នឹងហើយ smart engagement ហើយ thread explain ណាអ្នកគ្នានេះសរសេរដូចខ្ញុំអំបញ្ញមិញខ្ញុំដាក់នៅក្នុង chat GPT explain អំពីគម្រោង overtake mission ជាមួយ product បាទ meme អ្នកគ្នាអាចធ្វើ meme ជារូបភាពហើយ post ហើយ tag tag ទៅលើអានេះបានណា pro tip ណា pro tip គឺអ្នកគ្នាត្រូវ tag អ្នក overtake world ទៅឬក៏អ្នកគ្នា tag $tag ទៅក៏បានដែរដើម្បីឲ្យ AI វាមកចាប់ណាអ្នកគ្នាត្រូវ tag overtake world ជាមួយនឹង tag នេះហើយ focus on original content បាទ engage with other community អ្នកគ្នាទៅ tweet ទៅ comment ទៅកន្លែង Yapper របស់វាទៅឬ leaderboard ហើយអ្នកគ្នាអាចទៅ tweet បាន stay consistent បាទអ្នកគ្នា post រឿយៗបាទមួយថ្ងៃ post 2 post 3អញ្ចឹងទៅបាទតើតើនឹងគម្រោងនេះអូខេអានេះខ្ញុំប្រាប់ជា idea ប៉ុណ្្នឹងហើយអ្នកគេបានឃើញពីវិធីសាស្ត្រក្នុងការ raw content បានអ្នកគ្នាអាចចូលរួម engagement ហើយអ្នកគ្នារបៀប tweet មិនធ្វើមិនគឺអ្នកគ្នាបានដឹងហើយខ្ញុំខ្ញុំប្រាប់អស់ហើយអូខេវីដេអូនេះគឺអត់មានច្រើនទេមកដឹងប៉ុណ្្នឹងបាទសម្រាប់អ្នកដែលគាត់បានចូលរួមអ្នកគ្នាគួរសាក់លបងទៅបាទហើយយើងនឹងជួបគ្នាវីដេអូល្អៗក្រោយៗទៀតបាយបាយ